ព្រះអង្គគង់នៅទីនេះទេកណាមិនឃើញទ្រង់គង់នៅទីនោះក៏មានការផិតភ័យដើររកជាមួយនឹងកូនសិស្សកណាមិនមានវត្តមាននៅទីនេះទេហេតុអីព្រះអង្គកំពុងតែបង្រៀនសិស្សរបស់ព្រះអង្គហើយដែលកំពុងតែស្ដាប់ការស្វែងរករបស់ព្រះអង្គមិនថាអញ្ចឹងទេបើសិនជាមានសំណួរចេញពីក្នុងចិត្តរបស់អាត្មានោះមិនសមរម្យនៅក្នុងការសួរទៅព្រះអង្គចំពោះមុខសិស្សទេប៉ុន្តែខ្ញុំកណានៅតែពីអ្នកទេនៅទីនេះខ្ញុំកណានិយាយគ្នាមិនមានការរំខានឡើយទ្រង់ចង់មានពុទ្ធិកាថាគឺទៅលើបញ្ហាសេចក្តីទុក្ខមែនទេទ្រង់ជឿដែរទេថាមានទុក្ខសច្ចៈអញ្ចឹងទ្រង់ជឿទេថាសេចក្តីទុក្ខគឺជាចំណងនៃការឈឺចាំកណាបើសេចក្តីទុក្ខកើតមានហើយនោះពេលនេះសេចក្តីទុក្ខបង្កើតឲ្យមានការឈឺចាំប៉ុន្តែមូលហេតុនៃសេចក្តីទុក្ខគឺមិនមានទេពេលនោះការឈឺចាប់ក៏មិនអាចមានដែរឧទាហរណ៍ដូចជាពន្លឺដែលអាចជួយកម្ចាត់ភាពងងឹតខ្ញុំកណាដឹងថាពុទ្ធិការបស់ព្រះអង្គសុទ្ធតែមានន័យរាល់ជំនឿទាំងអស់ទៅលើបទពិសោធន៍ព្រះអង្គផ្ទាល់ទ្រង់ក៏មានពុទ្ធិកាពីភាពឥតខ្ចោះនិងមានលក្ខណៈពិសេសទ្រង់មានពុទ្ធិកាពីបទពិសោធន៍ការពិតទៅបានហើយគឺផ្លូវទៅការជួយសង្គ្រោះសត្វលោកផ្ដើមពីការដាស់តឿនអ្នកណាម្នាក់ឲ្យដឹងហើយឲ្យការធ្វើសមាធិបានខ្ជាប់ខ្ជួនដែលជួយមនុស្សលោកឲ្យបានច្បាស់ខ្លួនឯងកណាមានសំណួរមួយតើពិធីគោរពបូជានិងប្រពៃណីដែលយើងធ្វើតាមដោយការបន់ស្រន់មនុស្សគឺដោយសារតែទ្រង់មែនទេបើសិនជាអាចារ្យម្នាក់ប្រាថ្នាចង់ទៅត្រើយមកខាងទៀតនៃទឹកស្ទឹងនេះតើគាត់នឹងធ្វើយ៉ាងម៉េចបើទឹកស្ទឹងមិនជ្រៅទេគាត់អាចដើរឆ្លងទឹកស្ទឹងបានហើយបើទឹកស្ទឹងនោះជ្រៅគាត់អាចជិះទូកឆ្លងកាត់ទឹកនោះឬមួយក៏គាត់ហែលឆ្លងទៅក៏បានដែរប្រសិនបើគាត់មិនប្រាថ្នាចង់ដើរឆ្លងកាត់ស្ទឹងហើយគាត់ក៏មិនប្រាថ្នាចង់ហែលដែរប្រសិនបើគាត់មិនប្រាថ្នាចង់ប្រើទូកឆ្លងកាត់ទឹកស្ទឹងនោះទេហើយប្រសិនបើនិយាយថាគាត់បន់ស្រន់ដល់ព្រះដើម្បីឲ្យត្រើយមកខាងទៀតមករកគាត់ដោយខ្លួនឯងពេលនោះយើងហៅមនុស្សបែបនោះថាយ៉ាងម៉េចទៅគឺជាមនុស្សភ្លើមនុស្សដែលមានលក្ខណៈបែបនេះហើយដែលកំពុងតែរកភាពអវិជ្ជាត្រូវតែធ្វើឲ្យគេដឹងខ្លួនឡើងវិញពេលនោះគេនឹងអាចស្វែងរកពន្លឺនៃការពិតដោយគតិបណ្ឌិតរបស់គេទោះបីជាគេធ្វើតាមទំនៀមទម្លាប់និងពិធីគោរពបូជារបស់គេក៏ដោយចុះគឺអាចបញ្ជាក់ឲ្យបានឃើញច្បាស់ថាគេនឹងអាចធ្វើជាសាវកដ៏ពិតប្រាកដខ្ញុំកណាបានអានគម្ពីរមកច្រើនហើយបានរៀនពីគ្រូតែគ្មានគ្រូណាម្នាក់អាចពន្យល់ឲ្យបានក្បោះក្បាយទៅលើភាពសច្ចៈនោះទេមិនដែលមានលក្ខណៈពិសេសយ៉ាងនេះឡើយខ្ញុំកណាជឿថាទ្រង់នឹងដឹកនាំផ្លូវលោកដែលកំពុងវង្វេងនេះឲ្យមករកផ្លូវត្រូវដូច្នេះហើយខ្ញុំកណាសូមធ្វើជាសាវករបស់ព្រះអង្គផងबुद्धं शरणं गच्छामि